ក្រោយពីទំនេរចាប់ម៉ោងការងារក៏បានដើរមករោងក៏ឃើញសត្វមាន់ដែលយើងចិញ្ចឹមនៅចំការវារត់មកឃើញម្ចាស់ដើរមកអញ្ចឹងក៏ស្លៀតពេលទៅយកអង្គហ្នឹងក៏បានឲ្យមាន់ស៊ីទៅធម្មតាទេជីវិតអ្នកចាំចំការវាតែតែយើងដាក់មាន់ចោលតាមចការតាមគល់ថ្ងៃហ្នឹងទៅព្រោះអីមាន់នេះគឺយើងមិនហត់ត្រូវសូវដាក់ចំណីឲ្យវាស៊ីរាល់ថ្ងៃអីប្រហែលដែរគឺបើយើងអត់ដាក់ចំណីវាស៊ីរយៈពេលមួយអាទិត្យឬក៏10ថ្ងៃអីក៏វាមិនអីដែរព្រោះអីភាគច្រើនមាន់នៅពេលយើងដាក់អញ្ចឹងទៅវាដើរស៊ីតាមគល់ដង្ហែអញ្ចឹងវាកាយលេកាយកើតស៊ីកដោកឌីតាមគល់ដង្ហែអញ្ចឹងបងនឹងជីវិតយើងចាំចការអញ្ចឹងឯងហើយមាន់នេះតាក៏ពិតទៅមិនមែនចិញ្ចឹមភ្លាមបានកម្រៃភ្លាមបានប្រយោជន៍ភ្លាមទេចិញ្ចឹមរយៈពេល3-4 ឆ្នាំទៅបានវាឃើញមាន់ច្រើនហើយមួយទៀតធំមួយទៀតទូចអញ្ចឹងទៅក៏យើងគិតតាមនឹងអញ្ចឹងណានេះជីវិតអ្នកចាំចការតែប៉ុណ្្នឹងនេះហៅវាមកស៊ីចំណីអត់ទាន់អស់ទេខ្លះទៀតទៅកាយស៊ីចំណីតាមគល់ដង្ហែរឿងឆ្ងាយអញ្ចឹងទៅហៅអត់លឺអញ្ចឹងទៅអត់មកទេខ្លះទៀតទៅវាស៊ីនៅគៀនរោងអញ្ចឹងទៅក៏ហៅវាមកអញ្ចឹងទៅនៅចាំតែពេលល្ងាចបានវាមកចូលទៅនំកន្លែងវាដេកអញ្ចឹងទៅបានវាមកច្រើនជាងគ្នាអញ្ចឹងណានេះជីវិតអ្នកចាំចការតែប៉ុណ្្នឹងវីដេអូនេះមិនមែនជាអ៊ូតមន់អ៊ូតអីទេគាត់ថាដូចបានវីដេអូនិយាយចឹងថាថតទុកជាអនុស្សាវរីយ៍ពេលដែលយើងចាស់ទៅយើងធ្វើការមិនកើតអីក៏យើងអាចមើលវីដេអូខ្លួនឯងបានខ្លះវីដេអូយូរខែយូរឆ្នាំអីចឹងហ្នឹងហើយក៏ធ្វើការកើតទៅក៏នឹកឃើញវីដេអូខ្លួនឯងទៅក៏មើលបានដែរហ្នឹងអូមួយទៀតភ្លេចប្រាប់ថាមន់កន្លែងខ្ញុំមន់ខ្មែរក៏មានមន់ព្រៃក៏មានចិញ្ចឹមលាយគ្នាតែហ្មងនេះអាមួយអាគក់ធំជាងគេនឹងពណ៌ក្រហមហ្នឹងមន់ព្រៃហ្នឹងមន់ព្រៃតែមួយទូចតែមកចាំចំការទៅក៏ចាប់បានទៅក៏យកមកចិញ្ចឹមជាមួយមន់ខ្មែរយើងហ្នឹងក៏វានៅជាមួយមន់ខ្មែរឥឡូវអត់ទៅណាទេតែបើសិនជាឃើញល្ងាវអីចឹងទៅក៏អាចពាក់បានដែរប៉ុន្តែអត់ទេព្រោះអីនឹងពាក់អីមន់ខ្មែរមានតែពាក់រួចអីទៀតខ្ជិលជួនកាលមន់ព្រៃវាឃើញមន់ខ្មែរអញ្ចឹងទៅក៏វាដេញមកហើមកធ្លាក់ប្រោកនៅព្រៃតងាយអញ្ចឹងទៅអ៊ូតគ្នាអញ្ចឹងទៅនេះជីវិតចាំចការតែប៉ុណ្ណឹងអរគុណច្រើនសម្រាប់វីដេអូមួយនេះ